មិនក៏ទៅជាចោលព្រៃទៅវិញអាបងតូចអាបងតូចជួយបងផងអាបងតូចជួយបងផងអាបងតូចបើកទ្វារទៅអាបងតូចជួយបងផងជួយបងផងបើកទ្វារទៅអាបងតូចជួយបងផងមែនទេគ្មានការចងចាំអ្វីទាំងអស់មិនស្លាប់សំណាងល្អណាស់ដែលគាត់មិនសម្លាប់យើងកុំឲ្យពួកយើងពិតជាស្លាប់ជាមួយចោលព្រៃអត់ទៅហើយបាទស្លៀបទៅអញធ្វើស្គីផ្ញើអូគាត់ដឹងខ្លួនហើយតាលបងផងលបងកុំបារម្ភអីសត្រូវលបងស្លាប់ដោយសារតែលបងអត់ទៅហើយមែនហើយទៅសើណាអ្នករបស់គ្នាស្ទើរតែមើលសម្រាប់ពួកសត្រូវអស់រលីងណែអ្នករបស់ខ្ញុំថយយកទៅតែយ៉ាងម៉េចណាខ្លាំងចឹងទេតែសារក៏មកទៅទៅចង់សុខសប្បាយជាទីណាទេខ្លាំងអស់ចាដល់មែនតែមកថយតិចលោកសុខសប្បាយជាទីមិញសៀមិញសៀអត់គឺភួយយីណាមិនថាមានអ្វីក៏ដោយចោលឲ្យតែបងមានជីវិតនៅរស់អូននៅក្បែរបងជានិច្ច
មានឃើញមីសៀតអត់ទេ គាត់អត់ទៅខាងនោះ ខ្ញុំតែមើល មានឃើញមីសៀត គាត់ ទេ នៅខាងនោះ ហើយសួរគេសាមើលទៅ មិញនេះខ្ញុំឃើញគាត់នៅហើយនោះ អខ្ញុំអរគុណ មិនទេ ហេបងស្រីកាលណាហ្នឹងបងស្រី មិនស្រឡះឡន ប៉ុន្តែក៏គង់នៅមានភ្លៀងដែរ មិនបញ្ហាទេក្រោយពេលភ្លៀងមិនប្រកាសជាស្រឡះខ្ញុំខាងទីផ្ទៃមិនបាននេះយូរមកនាងអត់លុយទេ ទេ អត់ទេ អត់ទេហើយបងបងមានអារម្មណ៍ល្អដែរទេចុះបងមានឈឺចាប់ទេឈឺទេ អត់ទេ អញ្ចឹង កូនតែឃ្លាន អញ្ចឹងចាំអូនទៅឆុងមីជូនក ុំអីអរគុណដែលនាងបានថែខ្ញុំថែទាំងយប់ទាំងថ្ងៃតែខ្ញុំមានអ្វីប្លែកទេនិយាយទៅ បងស្គមហើយខ្មៅទៀត អញ្ចឹងកាំមុនថតមែនទេ តែគ្មានអ្វីប្រែប្រួលធំដុំនោះទេ កាំនោះខ្ញុំជាអ្វីដែរ បងប្រាប់អូនមើលបងយល់ថាអូនយ៉ាងម៉េចដែរ នាងស្អាតល្អចំពោះខ្ញុំព្រមទាំង យ៉ាងម៉េច ចរិយាមារយាទគួរឲ្យស្រឡាញ់ណាស់ បានន័យថាបងមិនតន់ភ្លេចអូនទេ ខ្ញុំនៅចាំថាខ្ញុំកំពុងតែរងចាំនាងប៉ុន្តែមិនដឹងជាចាំដើម្បីអ្វី ខ្ញុំយល់ថាបងឃ្លានហើយខ្ញុំទៅធ្វើមីជូន ហ្វូយីខ្ញុំតែងតែសង្ឃឹមថានៅពេលដែលបានជួបនាងសុខបានអាក្រក់របស់ខ្ញុំទាំងប៉ុន្មានប្រកបជាដឹងច្បាស់នៅក្នុងពេលនេះហើយហើយដូចបានជាខ្ញុំទៅជាអញ្ចឹងតាំងពីមុនខ្ញុំយ៉ាងម៉េចដែរសុំទោសខ្ញុំសង្ឃឹមថានាងប្រាប់ខ្ញុំ Hey! 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 លបងមិនក៏និយាយគ្នាយូរខ្លាំងម្ល៉េះ អរគុណដែលបានជួយខ្ញុំ តែកាលពីថ្ងៃមុនលបងជួយសង្គ្រោះខ្ញុំណែនតាហើយនេះហើយបានជាខ្ញុំរៀបចំពិធីជប់លៀងជូនលបងណែបងស្រីតែយើងមកហូបឆ្ងាញ់ណាស់ណា មែនហើយតែយើង ណែលបងឲ្យចាប់ឡើងមកមកលើកបែងណាដើម្បីការវិលត្រឡប់របស់បងប្រុសនិងបងស្រីហ្វុងរបស់ពួកយើងមកជិះជិះ ណែបងជីខ្ញុំមើលតែបងទាំងពីរនាក់ដូចជាល្អនឹងគ្នាណាស់មែនហើយខ្ញុំទាំងពីរនាក់ល្អនឹងគ្នាមែនខ្ញុំនិយាយប្រាប់ឲ្យដឹងចាស់គ្រួសារគាត់ល្អនឹងខ្ញុំណាស់កាលនោះខ្ញុំជាអ្នកក្រជីដូនគាត់បានដេកអាយឲ្យខ្ញុំពាក់ហើយគាត់ក៏សុំជីដូនគាត់ដេកឲ្យខ្ញុំមួយដែរទៅណាមកណាយើងទាំងពីរនាក់ស្លៀកពាក់ដូចគ្នាហើយយើងតែងត្រូវគេចំអន់ថាខ្លាចជាប្តីប្រពន្ធដល់សំទៀតថ្ងៃមួយជីដូនគាត់បានចែកឋានទៅមីងសៀក៏ដេកខោអាវសម្រាប់ពួកយើងទៀតថែមទាំងជួយធ្វើការផ្ទះដល់ខ្ញុំទៀតផងក្រោយពេលដែលលោកប៉ាខ្ញុំបានលាចាកលោកនេះទៅគាត់ក៏មកធ្វើស្រែចម្ការឲ្យខ្ញុំចាប់តាំងពីថ្ងៃនោះម៉ាក់ខ្ញុំក៏បានទុកគាត់ជាកូនប្រសារទៅ ខ្ញុំឮថាបងហ្វុងជាទាហានផងមែនទេ
ចូលបើសិនជាធ្វើទៅជានឹងរកប្រាក់មិនបានទេ បាទលោកអើយស្ងៀមសិនតើកុំនិយាយច្រើនពេក ពួកឯងនេះគ្មានដឹងអីទេជីវិតតែហ៊ានលំបាកណាស់មិនមែនជារឿងធម្មតាទេ សាណាគាត់ជាអ្នកសម្រាប់ចោលព្រៃទៀតផង មកមកធំមកគេមិនដែលសម្រាប់មនុស្សប្រទេសប្រានទេសម្រាប់តែខ្មាំងសត្រូវតែប៉ុណ្ណោះប៉ុន្តែមិនប៉ាត់ មនុស្សដូចជាបងហ្វុងចឹងសម្រាប់ពួកជប៉ុនតែញណាស់ទៅចំណែកយើងក្មេងយ៉ាងនេះបើកាលពី10ឆ្នាំមុនជប៉ុនឃើញមេខ្ទេចអស់បាត់ទៅហើយ និយាយមិនចេះគិតមុខគិតក្រោយចាំជាមាត់ដាច់មែនរឿងលុយកាក់មិនសំខាន់ទេអ្នកទាំងអស់គ្នារៀនតាមបងមីងប្រហែលឆ្នាំនេះគាត់តែងតែផ្ញើសម្បត្តិឲ្យនឹងលុយកាក់មកឲ្យខ្ញុំព្រមទាំងសូមឲ្យខ្ញុំមើលថែទាំអ្នកស្រុកភូមិយើងទៀតគាត់ថាសង្គ្រាមចាប់ពេលណាពេលវេលាល្អនឹងមកដល់ពេលនោះអញ្ចឹងតើបានជាបងឯងនេះសុកចិត្តរងចាំរហូតដល់គាត់ត្រឡប់មកវិញយ៉ាងនេះ កុំកំសត់ពេកខ្ញុំយំណាស់ឡើយ ម៉ែណៃម៉ែទូគាត់មកវិញក៏គ្មានបានការពលគាត់ឲ្យចាំអ្វីទៅហើយនោះ ចុះមាត់ឯងគាត់ឲ្យខ្លាំងម្ល៉េះអាចជ្រុះ គ្មានទឹកខ្យល់អីសោះ រួចបានហើយនាំគ្នាហូបបាយទៅ ខ្ញុំឈប់ហើយខ្ញុំចង់ទៅបែកបីកញ្ចក់មាត់អាចជ្រុះនេះកុំរករឿងដល់ស្អីនិយាយគ្មានចិត្តណាទេ ហើយជ្រុះគ្នាដល់មកទៀត ថៅហើយ បានលឺឡើងទៅដល់គេរៀបចំទុកតែចាំលឺឡើងទៅបានហើយនោះចូលទៅជំរាបសាស្ត្របានទេចាអូប្រយ័ត្ន អរគុណកាលពីមុនខ្ញុំជាស្អីទៅ ពេលដែលសង្គ្រាមចាប់ផ្ដើមបងត្រូវជ្រើសរើសធ្វើជាកងទ័ពហើយកាន់នោះយើងទាំងពីរបានព្រមព្រៀងនឹងគ្នាថាចាប់សង្គ្រាមពេលណាបើយើងនៅមានជីវិតរស់យើងត្រូវតែរងចាំគ្នានៅក្នុងប្រាសាទពិសិដ្ឋរងចាំរហូតដល់យើងបានជួបគ្នាវិញ ជាប្តីប្រពន្ធនឹងគ្នា បងមាននឹកឃើញរាត្រីនោះទេបងជាប្រុសម្នាក់ដែលឆ្លាក់ជាប់នៅក្នុងរូបអូន វៃវៃវៃ ជួយសិនស្ដាប់ខ្ញុំនិយាយសិនធ្វើយី វៃវៃ ធ្វើយីធ្វើយីជួយសិនធ្វើយីកុំអាក់គ្នាធ្វើយីធ្វើយី តែហើយចេះឆ្ងាយ សំទោសទៅចុះខ្ញុំពិតជាមិនចង់ចាំអ្វីណាពេលរកជុំខ្ញុំតែតែយកសពអាក្រក់ជាងនេះខ្ញុំស្មានថានៅពេលដែលបានជួបនាងខ្ញុំនឹកឃើញរឿងអតីតកាលឡើងវិញប៉ុន្តែតាមការពិតនៅតែដដែលបានអញ្ចឹងតទៅទៀតខ្ញុំស្លាប់ទៅសារអន្ទាបាញ់រឿងមួយក៏បុកចិញ្ចាស្លាប់ទៅល្អជាងនាងមានដឹងថាខ្ញុំជឿចាប់យ៉ាងណាទេហើយដឹងថាពេលនេះខ្ញុំបាត់បង់អ្វីទៅអស់ទេ មកទៅបងឯងនេះដឹងតែពីខ្លួនឯងទេបងឯងប្រាប់ខ្ញុំមកមើលតាំងប្រហែលឆ្នាំនេះបងតម្លាក់ខ្លួននៅឯណាបងឆ្នាំនេះខ្ញុំរងចាំបងរហូតតែបងបាត់សម្បល់ឲ្យឆឹងរហូតដល់ម៉ាក់ខ្ញុំស្លាប់បាត់នៅក្នុងសង្គ្រាមហើយឥឡូវនេះខ្ញុំគ្មានសល់អ្វីទាំងអស់គឺខ្ញុំមានតែបងម្នាក់ប៉ុណ្ណោះ បើសិនជាបងមិនត្រឡប់មកវិញតើអូនគិតយ៉ាងម៉េចដែរទៅ អូនតែងតែប្រាប់ខ្លួនឯងថាបងមិនបោះបង់អូនទេ
នៅក្មេងយើងតែងតែមកមើលព្រះអាទិត្យរះនៅទីនេះព្រោះបងតែងតែចាប់ចិត្តនឹងវាជាខ្លាំងមានពេលមួយបងនិយាយថាបងនឹងទៅទីនោះថ្ងៃណាមួយមិនខាន អូនឆ្លើយថាម៉េច អូនថាទោះជាបងទៅដល់ជើងមេឃក៏អូនតាមបងដែរ ភុយយីអូនតាមបងយ៉ាងម៉េចទៅពួកព្រះអាទិត្យនៅឆ្ងាញ់ណាស់ អូនតាមបងរហូតទោះដល់ទីណាក៏ដោយមីងសៀបងដឹងទេប្រហែលឆ្នាំនេះអូនចេះដេកបាក់ហើយ អញ្ចឹង 买你知唔知啊？呢幾年我仲學識做衫。កំបាត់ផាត់នៅក្នុងចិត្តរបស់ខ្ញុំ ពួកឯងទាំងអស់គ្នាមានមកកប់ឯងនៅក្នុងអស់តាមឯណៃទេ ខ្ញុំទៅសុំឲ្យបងphongជួយបង្រៀនខ្ញុំ អាណានេះបងណានាងតែច្រើនណាស់ហើយយ៉ាអើយណាបងតាមមើលនាងបែបសើបងហ្វងទៅទេ